នៅក្នុងភាពបន្តនេះយើងបានឃើញថាខាណាគីបានដកយកស្រោមមុខរបស់គាត់យកមកពាក់ជាលើកដំបូងដើម្បីត្រៀមខ្លួនប្រយុទ្ធនៅថ្ងៃស្អែកចំណែកឯអាមុននិងម៉ាដូវិញក៏បានត្រៀមលក្ខណៈរួចជាស្រេចដែលពួកគេបានបុកវឹកហាត់ជាខ្លាំងនិងបានរៀបចំផែនការប្រយុទ្ធយ៉ាងរៀបរយសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចក្រពត្តិសម្រាយរឿងថ្ងៃនេះនឹងសម្រាយបន្តរឿង Tokyo Ghoul ប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងសូមកុំភ្លេចជួយចុច like និង comment ឲ្យបានច្រើនទាំងអស់គ្នាផងឥឡូវនេះកុំឲ្យខានពេលយូរយើងចាប់ផ្ដើមចូលទៅកាន់សាច់រឿងទាំងអស់គ្នានៅត្រង់នេះបន្តពីភាពមុនយើងបានឃើញថាម៉ាដូនិងអាមុនបានរៀបចំផែនការដើម្បីចាប់ខ្លួនរបស់តូការួចជាស្រេចនៅក្នុងលូក្រោមដីម៉ាដូបានរៀបចំអន្ទាក់មួយដើម្បីបោកបញ្ឆោតឲ្យហ៊ីណាមីចេញមកខាងក្រៅដែលបានប្រើប្រាស់ក្លិនរបស់ម្ដាយនាងបោកបញ្ឆោតឲ្យនាងចូលមកកាន់លូក្រោមដីដើម្បីឲ្យតូកាតាមមកជួយហ៊ីណាមីហើយពួកគេនឹងកម្ចាត់ហ្គូទាំងចាស់ទាំងក្មេងចោលព្រមគ្នាតែម្ដងហើយផែនការនេះក៏បានចាប់ផ្ដើមឡើងខណៈពេលដែលហ៊ីណាមីបានបាត់ខ្លួនពីហាងកាហ្វេអាន់តេគឺតូកានិងខាណាគីបានបំបែកផ្លូវគ្នាចេញទៅខាងក្រៅដើម្បីស្វែងរកនាងពួកគេទាំងពីរបានឮសំឡេងហ៊ីណាមីស្រែកយ៉ាងខ្លាំងហើយក៏បញ្ញាប់រត់ទៅតាមសំឡេងនោះអាមុនបានឃើញតូការត់យ៉ាងលឿនហើយក៏បញ្ញាប់ដេញទៅតាមតែនៅពេលនោះត្រូវបានខាណាគីកាក់ផ្លូវជាប់ជាមួយនឹងស្រោមមុខថ្មីរបស់គាត់ចំណែកឯតូកាវិញក៏បានរកឃើញហ៊ីណាមីដែរប៉ុន្តែមិនអាចនាំនាងចាក់ចេញបាននោះទេព្រោះថាម៉ាដូបានបិទផ្លូវជាប់បាត់ទៅហើយកាន់មកមើលការប្រយុទ្ធគ្នារវាងខាណាគីនិងអាមុនវិញខាណាគីបានវាយប្រហារទៅកាន់អាមុនតែនៅពេលនោះអាមុនបានដកដំបងដែលធ្វើពីខាគូណេរបស់ហ្គូលវាយទៅកាន់ខាណាគីឡើងប៉ើងខាណាគីបានព្យាយាមក្រោកឈរតែក៏ត្រូវបានអាមុនដាក់មួយដំបងទៀតស្ទើរតែដាច់ខ្យល់អាមុនបានយកអាវុធនោះបំរុងនឹងសម្លាប់ខាណាគីចោលប៉ុន្តែនៅពេលនោះខាណាគីក៏បានស្រែកហៅឈ្មោះរបស់រីហ្សេភ្នែកកាគូហ្គាន់ក៏បានបើកឡើងនិងបានលោតចូលសង្គ្រប់ស៊ីសាច់របស់អាមុនមួយដុំថាមពលរបស់ខាណាគីក៏បានត្រឡប់មកពេញលេញវិញថែមទាំងបានបើកខាគូណេទៀតផងនិងបានវាយប្រហារទៅកាន់អាមុនយ៉ាងចាស់ដៃប៉ុន្តែនៅពេលនោះខាណាគីក៏បានប្រាប់ឲ្យអាមុនឆាប់រត់គេចទៅព្រោះថាគាត់ចិត្តគ្រប់គ្រងខ្លួនឯងលែងបានហើយគាត់មិនចង់សម្លាប់នរណាម្នាក់នោះទេឬបែបនេះហើយអាមុនមិនរងចាំយូរក៏បានប្រើកម្លាំងចុងក្រោយរបស់ខ្លួនរត់យកហើយដីជប់ត្រឡប់មកមើលតូកានិងម៉ាដូវិញកំពុងតែឡើងកម្ដៅដាក់គ្នាយ៉ាងខ្លាំងតូកាបានបើកកាកូណេរបស់នាងវាយសម្រុកទៅកាន់ម៉ាដូយ៉ាងសាហាវម៉ាដូក៏បានប្រើកាកូណេរបស់ហ្គូលវាយបកទៅវិញដែរការប្រយុទ្ធគ្នាមួយនេះបានធ្វើឲ្យតូការងរបួសជាច្រើនកន្លែងនិងត្រូវបានម៉ាដូចាប់ខ្លួនជាប់ហើយគាត់បានចាក់តូកាមកខាគូណេឡើងធ្លាយពោះឈាមជាច្រើនក៏បានហូរស្រក់ចូលទៅក្នុងទឹកតែនេះមិនមែនជាឈាមរបស់តូកានោះទេតាមពិតវាជាឈាមរបស់ម៉ាដូតូកាបើកភ្នែកធំងាកទៅឆ្វេងដៃក៏បានឃើញហ៊ីណាមីបានបើកខាគូណេយ៉ាងធំសម្បើមវាយសម្រុកទៅកាន់ម៉ាដូយ៉ាងខ្លាំងរហូតទាល់តែដាច់ដៃដាច់ជើងដេកកាប់មុខស្លាប់នៅនឹងកន្លែងកាន់មកមើលខាណាគីវិញក្រោយពីបានដោះលែងអាមុនរួចមើលទៅគាត់ហាក់ដូចជាគ្រប់គ្រងខ្លួនឯងលែងបានមែនតែនហើយភ្លាមនោះក៏ស្រាប់តែមាននរណាម្នាក់មកឈរពីក្រោយគាត់ខាណាគីក៏បានស្ទុះទៅចាក់ជ្រួចយ៉ាងធ្លាយពោះតាមពិតទៅគឺជាយូម៉ូគាត់មកទីនេះគឺដើម្បីតាមខាណាគីឲ្យត្រឡប់ទៅផ្ទះវិញខាណាគីស្លុតចិត្តខ្លាំងពេកក៏បានប្រែខ្លួនមកជាធម្មតាហើយពួកគេទាំងពីរក៏បាននាំគ្នាទៅហៅតូកានិងហ៊ីណាមីត្រឡប់ទៅវិញដែរនៅពេលដែលក្រុមហ្គូលចាក់ចេញទៅផុតអាមុនក៏បានមកមើលដៃគូរបស់គាត់ដែលកំពុងតែដេកស្លាប់ទាំងទឹកភ្នែកសាច់រឿងក៏បានបង្ហាញពីអតីតកាលរបស់អាមុនដែលគាត់ចូលធ្វើការជាមួយនឹងក្រុមកម្ចាត់ហ្គូលដំបូងអង្គការ CCG បានចាប់ដៃគូឲ្យគាត់ដើរជាមួយនឹងម៉ាដូដើម្បីទៅកម្ចាត់ហ្គូលយាយចាស់ម្នាក់នៅពេលដែលទៅដល់អាមុនបែរជាមិនសម្លាប់ទុកជីវិតឲ្យគាត់ទៅវិញព្រោះថាឃើញគាត់ចាស់ជរាហើយប៉ុន្តែនៅពេលដែលពួកគេបំបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញនៅផ្លូវស្ងាត់មួយហ្គូលយាយចាស់នោះក៏បានធ្វើស៊ីអាមុនដែលបានបើកកាគូណេវាយគាត់ឡើងស្ទប់អញ្ចាំងមិនឲ្យគាត់តដៃរួចទេតែជាសំណាងល្អម៉ាដូក៏មកជួយសង្គ្រោះជីវិតទាន់ពេលវេលានិងបានសម្លាប់ហ្គូលយាយចាស់នោះទៅត្រឡប់ចូលមកកាន់សាច់រឿងរបស់យើងវិញនៅក្នុងទីក្រុងតូក្យូដូចជាមានភាពវឹកវរចម្លែកចំណែកឯនៅអង្គការ CCG ក៏ត្រូវបានវាយប្រហារទៅដោយហ្គូលមួយក្រុមដែលមានរហស្សនាមថា Aguri ក្រុមនេះមានទាំងហ្គូលកូនភ្លោះហ្គូលកូនកាត់ហ្គូលស្រីហ្គូលប្រុសជាច្រើននិងពាក់ទៅដោយស្រោមមុខស្ទាវចំណែកឯនៅហាងកាហ្វេអានតេគឹវិញក៏ដូចជាមានរឿងមិនប្រក្រតីដែរដែលមានហ្គូលបងធំមួយក្រុមដែលអពាក់មានពុកមាត់គឺជាមេគេគាត់មានឈ្មោះថាបែនជូមកទីនេះគឺដើម្បីស្វែងរករីហ្សេព្រោះថាគាត់តាមស្រឡាញ់រីហ្សេអស់ពេលយូរណាស់មកហើយព្រាមនោះគាត់បានធំក្លិនរីហ្សេនៅលើខ្លួនរបស់ខាណាគីបែនជូផ្ទុយកំហឹងខ្លាំងណាស់នឹកស្មានថាខាណាគីជាសង្សារថ្មីរបស់រីហ្សេក៏ស្ទុះមកដាក់យកតែម្ដងខាណាគីក៏មិនអន់ដែរគាត់បានកិច្ចឆ្វេងកិច្ចស្ដាំសោកដំរីថ្វាយផ្កាចូលគុំស្គៀមរបស់បែនជូឡើងសន្លប់ស្ដោកក្រោយពីបែនជូបានដឹងខ្លួនមកវិញខាណាគីក៏បានសុំទោសទៅកាន់បែនជូនិងបានប្រាប់ថាគាត់គ្រាន់តែជាមិត្តធម្មតាជាមួយនឹងរីសេមិនមានអ្វីលើសនឹងឡើយបែនជូគាត់មិនដឹងថារីសេបានស្លាប់ក៏ជឿពាក្យកុហករបស់ខាណាគីបែនជូបានសនំពរទៅកាន់ខាណាគីថាបើសិនជាបានជួបជាមួយនឹងរីសេសូមប្រាប់នាងផងឲ្យឆាប់រត់ភៀសខ្លួនទៅឲ្យឆ្ងាយព្រោះថាក្រុមហ្គូដៃឆៅដែលមានរហស្សនាមថាអាកូរីកំពុងតែតាមរក
មុខនាងក្រុមនេះពិតជាសាហាវពួកវាកំពុងតែបង្កចលាចលជុំវិញទីក្រុងតូក្យូនិងបានវាយលុកទីតាំងរបស់អង្គការ CCG ស្ទើរតែទាំងអស់ទៅហើយខណៈគីបន្តសួរបែនជូថាមិនបានក្រុមនឹងចង់បានខ្លួនរបស់រីសេអញ្ចឹងបែនជូផ្ទាល់ក៏មិនដឹងដែរថាហេតុអ្វីបានជាក្រុមអាកូរីចង់បានខ្លួនរបស់រីសេតែបើតាមគាត់ស្មានគឺមានរឿងមិនល្អច្រើនជាងនិយាយមិនទាន់ចប់ផងក៏មាននរណាម្នាក់ទម្លុះកញ្ចក់ហាងចូលមកតាមពិតនេះគឺជាប្អូនប្រុសរបស់តូកាដែលមានឈ្មោះថាអាយ៉ាតូគាត់គឺជាសមាជិកពិសេសម្នាក់ដែលនៅក្នុងក្រុមអាកូរីហើយកាន់តែបែកផ្កាភ្លើងទៅទៀតនោះយ៉ាម៉ូរីក៏បានមកចូលរួមភាពអ៊ូអរនេះផងដែរយ៉ាម៉ូរីក៏ជាសេរីមេដែលនៅក្នុងក្រុមអាកូរីដែរហើយគាត់ថែមទាំងមានក្រុមហ្គូលផ្ទាល់ខ្លួនមួយទៀតផងយ៉ាម៉ូរីមកទីនេះគឺមករករីសេដែរបែនជូបានប្រាប់បែបស្លន់ថារីសេគឺមិននៅទីនេះនោះទេយ៉ាម៉ូរីក៏បានធាក់បែនជូមួយជើងកណ្ដាលមុខដេកនៅពេលដែលយ៉ាម៉ូរីដើរកាត់ខាណាគីគាត់បានដឹងក្លិនរបស់រីសេថានៅលើខ្លួនរបស់ខាណាគីមានអីចាប់បោកយកខាណាគីក្រោបឡើងម្ដងទៀតនិងបានបើកភ្នែកកាគូហ្គានរបស់គាត់យ៉ាម៉ូរីឃើញហើយក៏ដើរលើដើមចាប់ខាណាគីដាក់យកឡើងខ្ទេចខ្ទីគ្មានសល់អីនោះទេតូកាទ្រាំមិនបានក៏បានបើកខាគូណេរបស់នាងដើម្បីជួយតែក៏ត្រូវបានប្អូនប្រុសរបស់ខ្លួនពាំងផ្លូវនិងបានប្រើខាគូណេវាយបកទៅកាន់តូកាវិញឡើងរបួសពេញខ្លួនដេកស្ដោកបន្ទាប់ពីវាយដំទាត់ធាក់អស់ចិត្តយ៉ាម៉ូរីក៏បានចាប់យកខាណាគីត្រឡប់ទៅវិញជាមួយផងដែរនៅពេលដែលលោកយូឈីម៉ូរ៉ាត្រឡប់មកកាន់ហាងកាហ្វេវិញគាត់ពិតជាស្លុតចិត្តខ្លាំងណាស់នៅពេលដែលបានឃើញក្នុងហាងសុទ្ធតែឈាមនិងបែកបាក់អីវ៉ាន់ខ្ទេចខ្ទីអស់ចំណែកឯតូកាវិញដេកស្ដោកស្ដឹងរងរបួសពេញខ្លួនទៀតនៅពេលនោះតូកាបានបញ្ញាប់ឲ្យលោកយូឈីម៉ូរ៉ាឆាប់ទៅជួយសង្គ្រោះខាណាគីផងព្រោះថាគេត្រូវបានចាប់ខ្លួនដោយក្រុម Steel Ghoul ចាប់យកទៅបាត់ហើយមិនរងចាំយូរលោកយូឈីម៉ូរ៉ាក៏បានកោះហៅគ្នាឲ្យមកប្រជុំជាបន្ទាន់លោកយូឈីម៉ូរ៉ាបានលើកឡើងថាក្រុមរបស់ពួកគេនឹងមានបេសកកម្មធំមួយគឺទៅជួយសង្គ្រោះខាណាគីប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សូម្បីតែគាត់ផ្ទាល់ក៏មិនអាចធានានូវសុវត្ថិភាពដល់អ្នកគ្រប់គ្នាបានផងដែរសម្រាប់បេសកកម្មដ៏លំបាកមួយនេះទោះបីជាត្រូវពលីឬក៏ត្រូវយ៉ាងម៉េចក៏ដោយក៏ត្រូវតែជួយរំដោះខាណាគីឲ្យត្រឡប់មកវិញដែរព្រមនោះសូគីយ៉ាម៉ាក៏បានបើកទ្វារចូលមកនិងបាននិយាយថាគាត់ក៏ចូលរួមបេសកកម្មមួយនេះដែរប៉ុន្តែតូកាបានបដិសេធមិនព្រមឲ្យសូគីយ៉ាម៉ាចូលរួមក្រុមនោះទេព្រោះថាអាចនឹងបង្កបញ្ហាឲ្យពួកគេធំជាងមុនហើយនាងពិតជាឆ្ងល់ថានាងបានសម្លាប់សូគីយ៉ាម៉ាដោយផ្ទាល់ដៃមិនបានឥឡូវនេះនៅរស់ទៀតសូគីយ៉ាម៉ាតបបែបសាបថាគាត់អាចរក្សាជីវិតបានដោយសារតែគាត់បានខំសាច់របស់ខ្លួនឯងស៊ីលោកយូឈីម៉ូរ៉ាបានព្យាយាមបញ្យល់កាន់តូកាថាពួកគេកំពុងតែខ្វះខាតកងកម្លាំងជំនួយដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅពីឲ្យសូគីយ៉ាម៉ាចូលរួមក្រុមបណ្ដោះអាសន្ននោះឡើយហើយយូម៉ូក៏បានចេញមុខមកធានាអះអាងថាសូគីយ៉ាម៉ានឹងមិនធ្វើអ្វីផ្ដេសផ្ដាសជាដាច់ខាតយើងត្រឡប់មកមើលខាណាគីវិញនៅពេលនេះគាត់កំពុងតែត្រូវបានគេចាប់ខ្លួននិងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយយ៉ាម៉ូរីបានយកដៃកាត់ម្រាមដៃម្រាមជើងរបស់គាត់ម្ដងបន្តិចធ្វើឲ្យខាណាគីឈឺពើផ្សាយ៉ាម៉ូរីធ្វើទារុណកម្មសាហាវព្រៃផ្សៃបែបនេះគឺដើម្បីឲ្យខាណាគីបំលែងខ្លួនឲ្យខ្លាចទៅជាហ្គូលពេញលក្ខណៈនិងខ្លាំងជាងមុនហើយគាត់នឹងស៊ីសាច់របស់ខាណាគីតែម្ដងដើម្បីបង្កើនកម្លាំងរបស់គាត់ឲ្យកាន់តែខ្លាំងក្លាក្នុងពេលជាមួយគ្នានោះដែរអង្គការ CCG បានប្រមូលផ្ដុំកងកម្លាំងទាំងអស់នៅក្នុងទីក្រុងតូក្យូដើម្បីត្រៀមធ្វើសង្គ្រាមដ៏ធំមួយមិនធ្លាប់មានប្រឆាំងជាមួយនឹងក្រុម Ghoul Agiri ក្រុមភ្នាក់ងារស៊ើបអង្កេតរបស់អង្គការ CCG បានសង្កេតតាមដានឃើញថាពួក Ghoul Agiri កំពុងតែរាតត្បាតនិងកាន់កាប់តំបន់ដ៏ធំមួយនៅក្នុងទីក្រុងហើយឥឡូវនេះកំពុងតែសង្ងំខ្លួនប្រមូលផ្ដុំគ្នានៅទីនោះហើយនៅទីនោះក៏ជាកន្លែងដែលយ៉ាម៉ូរីបានឃុំខ្លួនខាណាគីផងដែរខណៈពេលដែលខាណាគីធ្លាក់ក្នុងភាពឈឺចាប់អស់សង្ឃឹមជីវិតស្មើសូន្យទៅហើយក៏បានឮសំឡេងរបស់បែនជូបានប្រាប់ឲ្យខាណាគីទ្រាំបន្តិចទៅគាត់កំពុងតែរកវិធីរំដោះខាណាគីចេញទៅវិញហើយចំណែកឯក្រុមរបស់លោកយូឈីម៉ូរ៉ាក៏បានចេញដំណើរទៅរំដោះខាណាគីផងដែរនៅអំឡុងពេលនោះអង្គការ CCG បានលើកកងកម្លាំងជាច្រើនឡោមព័ទ្ធចូលទៅបង្ក្រាបក្រុម Ghoul Agiri ចំណែកឯក្រុម Ghoul Agiri ក៏មិនធម្មតាដែរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមដ៏ធំមួយនេះនៅក្នុងសភាពកំពុងតែតានតឹងសមាជិកអង្គការ CCG ម្នាក់ឈ្មោះថាស៊ូស៊ូយ៉ាបានបង្ហោះម៉ូតូសម្រុកចូលកំទេចក្រុម Ghoul មួយវងធំនិងបានវាយបើកផ្លូវឲ្យកងកម្លាំងរបស់ CCG វាយបុកចូលយ៉ាងងាយស្រួលក្រុមរបស់តូកាក៏បានទៅដល់ទីនោះដែរហើយកំពុងតែតាមស្វែងរកខាណាគីអាមុនបានកលែកឃើញតូកាដែលកំពុងតែពាក់ស្រោមមុខទន្សាយគាត់ចាំយ៉ាងច្បាស់ថានាងគឺជា Ghoul ដែលបានសម្លាប់ម៉ាដូអាមុនបានដកអាវុធរបស់គាត់ស្ទុះទៅវាយប្រហារតូកាប៉ុន្តែនៅពេលនោះក៏ត្រូវបានវាយស្កាត់ទៅដោយ Ghoul បងប្អូនភ្លោះរហ័សនាម Bin Brother តូកាក៏មានឱកាសរត់គេចខ្លួននិងបន្តស្វែងរកខាណាគីទៀតអាមុនត្រូវបាន Ghoul Bin Brother បដូរដៃគ្នាវាយទៅមកដោយមិនអាចតដៃរួចនោះឡើយតែនៅពេលដែលស្ទើរតែត្រូវបាន Ghoul កូនភ្លោះសម្លាប់អាមុនបាននឹកសម័យទៅដល់មិត្តចាស់របស់គាត់ម៉ាដូដែលធ្វើឲ្យគាត់មានកម្លាំងចិត្តប្រយុទ្ធតទល់នឹង Ghoul កូនភ្លោះរួចក៏បានផ្ដាច់ពិតពួកគេទាំងពីរចោលទៅនៅអំឡុងពេលដែលតូកាកំពុងតែស្វែងរកកន្លែងឃុំខ្លួនរបស់ខាណាគីប្អូនប្រុសរបស់នាងអាយ៉ាតូក៏បានមករារាំងផ្លូវដោយសារតែនិយាយគ្នាមិនត្រូវបងប្អូនទាំងពីរក៏បានបើកខាគូណេរៀងខ្លួនធ្វើការប្រយុទ្ធគ្នាតែម្ដងកាន់មកមើលភ្នាក់ងារ CCG
CCG វិញនៅពេលដែលពួកគេចិត្តនឹងអាចវាយកាន់កាប់អគារទាំងមូលបានទៅហើយនៅពេលនោះក៏ស្រាប់តែលេចចេញវត្តមាន Ghoul ផ្នែកមួយដ៏ធំនិងគួរឲ្យខ្លាចបានលេចឡើងមេបញ្ជាការ CCG បានចេញបញ្ជាឲ្យកងកម្លាំងទាំងអស់នៅទីនោះបញ្ញាប្រត់កិច្ចខ្លួនជាបន្ទាន់ដើម្បីរក្សាជីវិតហើយបើសិនបើពួកគេចង់នៅតទល់ភាគរយគឺតិចតួចខ្លាំងណាស់ដែលអាចនៅរស់ចំណែកឯខណ្ឌអគារវិញនៅសល់ដង្ហើមទឹកនៅឡើយក្រោយពីទទួលរងការធ្វើទរណកម្មម្ដងហើយម្ដងទៀតបែនជូក៏បានលួចមកខ្សឹបប្រាប់ខណ្ឌអគារថាតិចទៀតនឹងមានគ្នារបស់គាត់ពីរនាក់មកជួយហើយតែខណ្ឌអគារដូចជាស្ដាប់អ្វីមិនយល់នោះទេហាក់បីដូចជាមនុស្សសរសៃប្រសាអញ្ចឹងនៅពេលនោះយ៉ាម៉ូរីក៏បានមកដល់និងចាប់ផ្ដើមធ្វើទរណកម្មបន្តទៀតឲ្យបានកាត់ម្រាមដៃម្រាមជើងរបស់ខណ្ឌអគារនិងទុកឲ្យវាដោះឡើងវិញរួចក៏កាត់ម្ដងទៀតធ្វើឲ្យខណ្ឌអគារយំផងស្រែកផងរហូតតែសន្លប់ដោយការឈឺចាប់ខ្លាំងពេកវិញ្ញាណរបស់ខណ្ឌអគារនៅពេលនោះក៏បានទៅជួបគ្នាជាមួយនឹងវិញ្ញាណរបស់រីសេបាននាំខណ្ឌអគារទៅរំលឹករឿងអតីតកាលដែលគាត់នៅពីតូចជាមួយនឹងម្ដាយរបស់គាត់ពាក្យសម្ដីល្អៗនិងការចងចាំល្អៗដែលម្ដាយរបស់ខណ្ឌអគារបានបង្រៀនឲ្យគាត់ធ្វើជាមនុស្សល្អនិងមានចិត្តមេត្តាពេលវេលានេះគឺជាពេលវេលាដែលមានក្តីសុខបំផុតរបស់ខណ្ឌអគារតែភ្លាមនោះយ៉ាម៉ូរីក៏បានចាប់ផ្ដើមកាត់ម្រាមដៃម្រាមជើងរបស់ខណ្ឌអគារម្ដងទៀតធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនមកស្រែកទៅហូរយំយ៉ាម៉ូរីថែមទាំងបានចាប់សត្វក្អែបមួយញាត់ចូលទៅក្នុងត្រចៀករបស់ខណ្ឌអគារទៀតផងរួចគាត់ក៏បានសន្លប់បាត់ទៅវិញ្ញាណរបស់រីសេចាប់ផ្ដើមមកទៀតហើយនឹងបានប្រាប់ឲ្យខណ្ឌអគារថាឈប់ស្ដាប់តាមម្ដាយរបស់គាត់ទៅដែលបង្រៀនធ្វើជាមនុស្សល្អមនុស្សដែលមានចិត្តមេត្តាបើនៅតែបន្តធ្វើស្លូតអញ្ចឹងទៀតមនុស្សនៅជុំវិញខ្លួនរបស់ខណ្ឌអគារឯងនឹងត្រូវគេធ្វើបាបម្ដងម្នាក់រីសេបានបន្តថាចាប់បដូរខ្លួនឲ្យនាងគ្រប់គ្រងរាងកាយនឹងមកព្រោះថានាងគឺជាមនុស្សដែលខ្លាំងនាងនឹងសងសឹកគ្រប់យ៉ាងទៅអ្នកដែលធ្វើបាបខណ្ឌអគារយ៉ាម៉ូរីបានចាប់ច្បាច់ក្បាលរបស់ខណ្ឌអគារឲ្យដឹងខ្លួនឡើងវិញនិងបានចាប់ចងមិត្តរបស់ខណ្ឌអគារដែលមានគម្រោងរំដោះគាត់ចេញមុននេះយកមកឲ្យខណ្ឌអគាររើសថាពីរអ្នកហ្នឹងគួរតែសម្លាប់មួយណាទុកជីវិតឲ្យមួយណាហើយខណ្ឌអគារមិនព្រមជ្រើសរើសជំរើសណាមួយនោះទេចុងក្រោយយ៉ាម៉ូរីក៏បានសម្លាប់ពួកគេចោលទាំងពីរវិញ្ញាណរបស់រីសេក៏បានចេញមកម្ដងទៀតនិងបានស្ដីបន្ទោសឲ្យខណ្ឌអគារថាដោយសារតែគាត់គឺជាមនុស្សកំសាគឺជាមនុស្សដែលខ្សោយទៅបណ្ដាលឲ្យមនុស្សនៅជុំវិញខ្លួនត្រូវគេធ្វើបាបឥឡូវនេះឆាប់បដូររាងកាយឲ្យគាត់គ្រប់គ្រងមកគាត់នឹងសងសឹកឲ្យភ្លាមនោះខណ្ឌអគារក៏បានក្រោកឈរឡើងនិងបានលោតទៅសង្គ្រោះរីសេហើយប្រាប់ទៅកាន់នាងថារូបគាត់គឺជាអ្នកគ្រប់គ្រងខ្លួនឯងហើយគាត់ក៏ជាអ្នកការពារមនុស្សជុំវិញខ្លួននិងមិត្តរបស់គាត់ដែរក្រោយពីនិយាយចប់ខណ្ឌអគារក៏បានខាំស៊ីសាច់របស់រីសេសក់របស់ខណ្ឌអគារចាប់ផ្ដើមប្រែទៅជាពណ៌សនៅពេលនេះខណ្ឌអគារបានក្លាយទៅជាគូពេញលេញហើយយ៉ាម៉ូរីពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាគាត់អាចស៊ីសាច់របស់ខណ្ឌអគារបានហើយកម្លាំងរបស់គាត់នឹងកើនឡើងទ្វេដងតែនៅពេលនេះខណ្ឌអគារក៏បានលោតស្ទុះមកចាប់ព្រឹត្តកយ៉ាម៉ូរីនិងខាំស៊ីសាច់របស់គាត់មួយដុំទៀតផងខណ្ឌអគារក៏បានស្ទុះទៅវាយយកទៅលើយ៉ាម៉ូរីយ៉ាងចាស់ដៃល្បឿននិងក្បាច់ប្រយុទ្ធរបស់ខណ្ឌអគារស្ទើរតែមិនអាចឲ្យយ៉ាម៉ូរីតបតត្រឡប់ទៅវិញបានខណ្ឌអគារវាយយ៉ាម៉ូរីរហូតទាល់តែដេកដីហើយគាត់ក៏បានចាប់ផ្ដើមធ្វើទរណកម្មដាក់ទៅលើយ៉ាម៉ូរីវិញម្ដងដោយគាត់បានយកខាគូណេរបស់គាត់ចាក់ទម្លុះដៃជើងរបស់យ៉ាម៉ូរីដោយធ្លាប់ធ្វើបាបគាត់ពីមុនបន្ទាប់ពីបានលេងអស់ចិត្តខណ្ឌអគារក៏បានចាប់ផ្ដើមស៊ីសាច់របស់យ៉ាម៉ូរីយកតែម្ដងសម្រាប់សាច់រឿងនៃរដូវកាលទី1ក៏បានមកដល់ទីបញ្ចប់ដែរហើយខ្ញុំនឹងសម្រាយរដូវកាលទី2ជូនអ្នកទាំងអស់គ្នានៅពី3ថ្ងៃទៀតនេះសូមអរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នានិងសូមជម្រាបលា